បងកំពុងតែ heal ជួយវិញនៅសមុទ្រ សួស្តីបងប្អូន welcome back to my vlog ឆ្នាំនេះគឺទៅរកហាងចិនឬមួយទៅហាងចិនដើម្បីទិញនំញ៉ាំឥឡូវយើងដើរទៅរកអីញ៉ាំសិនឥឡូវមកដល់កន្លែងទី1គឺកន្លែងនំកញ្ចប់ចិនហ្នឹងឯងអាកន្លែងនំកញ្ចប់ចិនហ្នឹងគឺដឹងហើយថាកន្លែងហ្នឹងដែលធ្វើឲ្យយើងកាហាយកាពះតែធ្វើមិនវានៅតែញ៉ាំដោយសារវាឆ្ងាញ់តែយើងកុំញ៉ាំច្រើនពេកញ៉ាំយូរម្ដងបានអីចឹងទេកាពះ say goodbye soon ហើយឥឡូវមកដល់កន្លែងនេះគឺដូចគ្រឿងជ្រក់អីចឹងគ្រឿងញ៉ាំអីចឹងណាអាហ្នឹងបើសិនជាយើងចង់ញ៉ាំអីគ្រាន់តែចាប់ដាក់កន្ទងគេហើយកន្ទងអាគេកំប៉ុងហ្នឹងគឺយើងចាស់ហើយយើងដាក់គាត់លុយហ្មងឥឡូវមកដល់កន្លែងបកងយកកន្លែងក្តាប់យកនេះខ្ញុំមិនឌីគឺហឹមហាមកទ្រីកទិញតែចង្ខោទិញទេធ្វើម៉េចយើងសមត្ថភាពអត់ដល់យល់គឺសមត្ថនឹងគឺសសហ្មងធ្វើម៉េចឲ្យស្រមឯងបើហែឡើងពេញទួយនេះក៏លើហើយក៏ពួកខ្ញុំដើរចេញមករួចក៏ម៉ាក់ខ្ញុំឲ្យចូលទៅវិញសម្រាប់ខ្ញុំផ្លេចថតអញ្ចឹងក៏យើងត្រូវសម្ដែងដើរចេញមកវិញម្ដងទៀតចេញមកដល់គេហៅដូរ receipt យកកងពួកខ្ញុំដូរបាន20កង19កងក៏អត់ចូលបានតែកងចុងក្រោយម៉ាក់ខ្ញុំក៏បានទឹកសុបមួយទឹកសុបមានរសជាតិភ្លាវដូចមិនទឹកសុបធម្មតាទឹកសុបមានរសជាតិចឹងណាជីទៅរកកន្លែងណាវាលើទឹកដីសាគរ